Omega 3ញ៉ាំច្រើនគ្រាប់និងញ៉ាំមួយគ្រាប់មួយណាល្អជាងខ្ញុំមានការសិក្សាពីរដើម្បីឲ្យបងប្អូនអ៊ំពូមីងពិចារណាទី1គេសិក្សាទៅលើបរិមាណដែលគួរញ៉ាំប្រចាំថ្ងៃរបស់ EPA និង DHA ដែលជាសារធាតុពីរសំខាន់មាននៅក្នុង Omega 3ពាក់ព័ន្ធជាមួយនឹងសុខភាពបេះដូងនិងសរសៃឈាមដែលកម្រិតណែនាំដោយប្រទេស US ប្រទេសអឺរ៉ុបហើយនិងប្រទេសច្រើនទៀតអញ្ចឹងគេយកការណែនាំទាំងអស់ហ្នឹងយកមកធ្វើកម្មវិភាគហើយជាការសរុបគេឃើញថាអ្នកមានសុខភាពល្អធម្មតាណែនាំឲ្យញ៉ាំ EPA និង DHA ចន្លោះពី400ទៅ500មីលីក្រាមក្នុងមួយថ្ងៃដើម្បីជួយទាក់ទងជាមួយសុខភាពបេះដូងនិងសរសៃឈាមដែលស្មើនឹង Fish Oil Omega 3 1000មីលីក្រាមហ្នឹង1ទៅ2គ្រាប់ហើយសម្រាប់បងប្អូនអ៊ំពូមីងដែលមានជំងឺបេះដូងសរសៃឈាមគេណែនាំឲ្យញ៉ាំដល់1ក្រាមនៅក្នុងមួយថ្ងៃដែលស្មើនឹង Fish Oil Omega 3 1000មីលីក្រាមហ្នឹង3គ្រាប់ករណីដែលរបបអាហាររបស់បងប្អូនអ៊ំពូមីងអត់មានបន្ថែមនៅប្រភេទត្រីសមុទ្រឬមួយក៏អាហារសមុទ្រដែលសម្បូរដោយ Omega 3អញ្ចឹងណាការសិក្សាទី2ប្រៀបធៀបកម្រិតញ៉ាំរបស់ Omega 3កម្រិតទាបនិងកម្រិតខ្ពស់មួយណាមានប្រសិទ្ធភាពល្អជាងតាក់ទងជាមួយនឹងសុខភាពខួរក្បាលការចងចាំអីចឹងណាដែលគេយកការសិក្សាច្រើនហើយយកមកធ្វើការវិភាគហើយសរុបសេចក្តីគេឃើញថាការញ៉ាំ Omega 3តិចជាង1.73ក្រាមក្នុងមួយថ្ងៃមានប្រសិទ្ធភាពល្អទៅលើសុខភាពខួរក្បាលនិងការចងចាំដោយឡែកការញ៉ាំកម្រិតលើសពីនឹងគឺអត់ទទួលបានផលល្អជាងនឹងណាមួយដែលគួរឲ្យកត់សម្គាល់ទេអញ្ចឹងហើយបានជានៅលើទីផ្សារឃើញមាន Omega 3មានបរិមាណច្រើន1000មីលីក្រាម1500មីលីក្រាមគេធ្វើទៅតាមតម្រូវការរបស់អ្នកញ៉ាំអញ្ចឹងបងប្អូនបើងាកមកមើលការណែនាំរបស់ក្រសួងសុខាភិបាលអាមេរិកគឺគេណែនាំសម្រាប់មនុស្សស្រីដែលមានសុខភាពធម្មតាហ្នឹងគឺ1.1ក្រាមក្នុងមួយថ្ងៃ Omega 3ហើយសម្រាប់បុរសគឺ1.4ក្រាមក្នុងមួយថ្ងៃ